គៀលឆ្នេរគៀលសួស្តីអ្នកទាំងអស់គ្នាក៏សូមជម្រាបសួរមកកាន់ខ្ញុំបាទប្រូសុភូសាជាថ្មីអូខេគ្រាន់តែបើកក្បាលវីដេអូមកអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាវីដេអូថ្ងៃនេះពួកខ្ញុំទៅណាហើយនេះគឺខ្ញុំចេញវីដេអូយូរណាស់ហើយវីដេអូនេះខ្ញុំថតយូរណាស់ហើយតែខ្ញុំទើបតែបានកាត់ឲ្យផុសទេហើយវីដេអូនេះដែរគឺពួកខ្ញុំទៅខាងឡើងភ្នំបូកគោក៏ដូចជាទៅខាងឆ្នេរកោនៃខេត្តកែបតើកុំឲ្យខាត់ពេលយូរយើងទទួលសនាក៏ដូចជាតាមដានទស្សនវិជ្ជាតាមផ្លូវជាមួយខ្ញុំទាំងអស់គ្នាផងដែរជួបទឹកពីអ្នកមេធំនេះម៉ែនៅក្នុងកញ្ចក់ស្អាតជាងនៅក្រៅឥឡូវចេញពីអាម៉ាស៊ូនវិញហ៎បាទបន្ទាប់ពីយើងផឹកអាម៉ាស៊ូនវិញអូខេអ្នកនរគ្នាហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំកំពុងតែចូលផឹកកាហ្វេនៅអាម៉ាស៊ូននៅខាងស្រុកឈូកផងដែរបាទខាងផ្សារឈូកបាទហើយនេះគឺជាទស្សនវិជ្ជានៅក្នុងហាងកាហ្វេនៅខាងផ្សារឈូកផងដែរដោយសារយើងមកជិះម៉ូតូមួយគ្នាពីរនាក់ហើយឥឡូវយើងចូលផឹកកាហ្វេទៀតដើម្បីសម្រាកផងដែរអ្នកគ្នាបាទបន្ទាប់ពីយើងជិះម៉ូតូអស់រយៈពេលប្រហែលជាខ្ទង់3ម៉ោងជាង
ហើយយើងក៏បានឡើងមកដល់លើភ្នំបូកូផងដែរអ្នកគ្នាហើយនេះគឺជាទស្សនវិជ្ជានៅលើភ្នំបូកូយើងមកនៅរៀងព្រឹកដែរទេហើយអាប់នៅងឹតឈឹងឡើយអ្នកគ្នាហើយខ្ញុំបាទអាប់ស្អាតមែនតើហើយមានគេមកលេងច្រើនខ្ញុំឡើងពីបូកូហើយខ្ញុំចុះពីបូកូវិញក៏ខ្ញុំបានទៅខាងទឹកជ្រោះទឹកធ្លាក់បពកវល់ហើយបន្ទាប់ចេញពីហ្នឹងបានខ្ញុំទៅខាងកែបទៅខាងឆ្នេរកៅហើយនេះគឺជាទស្សនវិជ្ជាក៏ដូចជាទេសភាពនៅលើភ្នំបូកូគឺស្រស់ស្អាតមែនតើអ្នកនាងហើយខ្ញុំមកជាលើកទី2ជាលើកទី3ហើយនៅលើភ្នំបូកូនេះគឺទេសភាពស្អាតមែនតើហើយពិតជាចង់ទៅផ្សារទៀតណាស់បាទទឹកធ្លាក់បាទធ្លាក់បកវល់ឥឡូវអស់ទឹកហើយនៅសល់ថ្មអូទៅnông lần kia mới đầu mình mừng cái lá này cái lá nó to ốc kẹt khỏe ai nó đang cũng kẹt ba này trăm không á mà này không ra rồiអូខេអ្នកនាងហើយនេះគឺជាទស្សនវិជ្ជានៅឆ្នេរអង្កោលហើយយើងមកតនថ្ងៃរៀបលិចបាទនៅមាត់សមុទ្រខាងឆ្នេរអង្កោលនៃខេត្តកែបហើយមនុស្សច្រើនមែនតើថ្ងៃដែលយើងមកហ្នឹងគឺមនុស្សមកច្រើន
ហើយនេះគឺជាពួកខ្ញុំបាទមកអង្គុយលេងញ៉ាំអីនៅមាត់សមុទ្របាទពីរនាក់ហ្នឹងទៅញ៉ាំអីនៅមាត់សមុទ្រជុំគ្នាដោយសារខ្ញុំមកនេះមានគ្នាពីរនាក់មកខ្ញុំហើយម្ដងនេះមានគេមកមុនមកមួយបេញបេផ្លើងទៅក៏មកបានទៅវិញ គឺថ្ងៃហ្នឹងសេរីតែសេរីគេហ្នឹងសិតគេទៅចារអាភូមានត្រាំទីគេលុយណាប្រាប់ហើយសិតគេជាស្រស់ស្អាតមែនតើគូផ្សំជាមួយនឹងថ្ងៃលិចដ៏ស្រស់ស្អាតបាទហើយជាមួយនឹងទឹករលកខ្យល់ធម្មជាតិធ្វើអារម្មណ៍ស្រស់ស្រាយមែនតើបាទអ្នកនេះហើយខ្ញុំមានឱកាសខ្ញុំនឹងទៅលេងមួយសាទៀតហើយកន្លែងនេះក៏ដូចជាខ្ញុំមកបាន2ដងហើយ2ដងទៅហ្នឹងវគ្គមុនគឺខ្ញុំទៅដែលមិនទាន់ធ្វើខ្នល់ហើយដល់ពេលតាមក្រោយនេះគឺធ្វើខ្នល់ហើយខ្ញុំទៅមួយសាទៀតបាទបាន2ដងដែរហើយបន្ទាប់ពីយើងចេញពីកោលមកព្រឹកយើងក៏ត្រឡប់មកផ្ទះវិញបាទហើយក៏ឈៀងចូលលេងនៅឆ្នេរកែបផងដែរបានមកស្បក់ដែរណាហើយនេះគឺជាសមុទ្រនៅឆ្នេរកែបបាទយើងចូលទៅខាងកែបវិញនេះមកសមុទ្រនៅកែបកាន់តែស្រស់ស្អាតទៀតបាទហើយយើងក៏បានមកបាយព្រឹកនៅកន្លែងនេះផងដែរហើយអ្នកនេះអាចមើលបានហើយវីដេអូយើងក៏អត់មានច្រើនទេអ្នកនេះវីដេអូយើងមានតិចដែរទេក៏បញ្ចប់ត្រឹមនោះហើយអ្នកនេះហើយសង្ឃឹមអ្នកនេះពេញចិត្តហើយកុំភ្លេចចុច like ក៏ដូចជា subscribe ឲ្យ channel ខ្ញុំបាទម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទផលិតវីដេអូថ្មីៗចាជួនអ្នកនៅទស្សនាលេងជាបន្តទៀតផងដែរអរគុណសម្រាប់ការតាមដានទស្សនា